ខ្ញុំឈ្មោះសឹកទំលៀងជាគ្រូបង្រៀនឯកទេសផ្នែកផែនដីវិទ្យានៃវិទ្យាល័យហ៊ុនសែនបតបោអញ្ចឹងថ្ងៃនេះខ្ញុំធ្វើបទបង្ហាញអំពីវត្តសិលាក្នុងមេរៀនសិលានេះគឺនៅក្នុងមេរៀនផែនដីវិទ្យាថ្នាក់ទី12នៅក្នុងចម្ពោះទី1នៃមេរៀនទី2អញ្ចឹងគោលបំណងនៃការធ្វើពីវត្តសិលានេះគឺវិជាសម្បត្តិគឺដើម្បីកំណត់បានពីវត្តសិលាតាមរយៈដំណើរការពិសោធន៍នៃក្រុមនីមួយៗនិងបំណិនសម្បត្តិធ្វើឲ្យសិស្សបានបញ្យល់បានកាន់តែច្បាស់អំពីវត្តសិលាតាមរយៈដំណើរការពិសោធន៍តាមក្រុមនីមួយៗនិងចរិយាសម្បត្តិចង់ឲ្យពួកគាត់មានចំណាប់អារម្មណ៍ចង់សង្កេតពីលក្ខណៈសិលានៅពេលដែលពួកគាត់បានជួបផ្ទាល់អញ្ចឹងនេះគឺជារូបភាពឌីយ៉ាក្រាមនៃវត្តសិលាអញ្ចឹងយើងដឹងថាវត្តសិលាគឺជាដំណើរផ្លាស់ប្ដូរពីសិលានៃប្រភេទមួយទៅសិលាមួយផ្សេងទៀតអញ្ចឹងតើសិលាអាចផ្លាស់ប្ដូរពីប្រភេទមួយទៅប្រភេទមួយផ្សេងទៀតបានដោយរបៀបណាអញ្ចឹងយើងនេះគឺជាដំណាក់កាលដំបូងគឺគ្រប់សិលាទាំងអស់គឺសុទ្ធតែទទួលរងនៅសម្រាប់មានថារបិចនេះគឺជាដំណើរពុកផុយអញ្ចឹងគ្រប់សិលាកំទេចកំណរសិលាម៉ាក់ម៉ែនិងសិលាប្រាយកំណាចគឺសុទ្ធតែរងរបិចធ្វើឲ្យមានការពុកផុយคล้ายទៅជាកំទេចកំណរអញ្ចឹងកំទេចកំណរទាំងអស់នោះគឺវាធ្វើការចាក់បង្គោលលើគ្នាជាសតបហើយបង្ខំជាប់គ្នាคล้ายទៅជាសិលាកំទេចកំណរហើយនេះគឺជារូបដំណើរសិលាកំទេចកំណរអញ្ចឹងនៅពេលដែលសិលាកំទេចកំណរឬក៏សិលាម៉ាក់ម៉ាវាទទួលរងនៅកម្ដៅនិងសម្ពាធវាធ្វើឲ្យសិលាទាំងអស់នោះវាប្រែកំណើតដែលហៅថាសិលាប្រែកំណើតអញ្ចឹងរូបសិលាទាំងអស់3នៅក្នុងផែនដីហ្នឹងគឺវាសុទ្ធតែអាចរលាយនៅពេលដែលវាត្រូវកម្ដៅអញ្ចឹងពេលដែលរលាយវាคล้ายទៅជាម៉ាក់ម៉ាអញ្ចឹងម៉ាក់ម៉ាគឺជាសារធាតុរលាយហើយក្តៅនៅក្នុងផែនដីអញ្ចឹងនៅពេលដែលម៉ាក់ម៉ានោះវាចាប់ផ្ដើមចុះត្រជាក់ហើយនឹងកករឹងវាក៏ចាប់ផ្ដើមคล้ายទៅជាសិលាម៉ាក់ម៉ាវិញហើយអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការបានបង្ហាញពីវត្តសិលារួចមកអញ្ចឹងជាកិច្ចបន្ទាប់ខ្ញុំសូមធ្វើការពិសោធន៍គំរូជាក់ស្ដែងទាក់ទងនឹងវត្តសិលាអញ្ចឹងមុនពិសោធន៍ខ្ញុំបង្ហាញពីសម្ភារៈខ្លះៗអញ្ចឹងឥឡូវនេះខ្ញុំធ្វើការរៀបរាប់ពីសម្ភារៈខ្លះៗទាក់ទងនឹងការធ្វើពិសោធន៍អញ្ចឹងនេះគឺជាស្ករផានដែលតំណាងឲ្យដុំសិលាហើយនេះគឺជាចាត់ទុកថាជាដុំឈើដែលយើងយកមកដើម្បីបំបែកសិលាហ្នឹងឲ្យមកហើយនឹងថង់ផ្លាស្ទិកកែវជ័រថ្លាចានអាលុយមីញ៉ូមហើយនឹងអានេះចានអាលុយមីញ៉ូមដែរតែសម្រាប់យកទឹកតាមហើយនឹងដងគៀបនិងចង្ក្រានហ្គាសដើម្បីកម្ដៅផែនដីអញ្ចឹងជំហានទី1ឲ្យធ្វើការវាយបំបែកដុំសិលាហ្នឹងគេថាដុំស្ករផានហ្នឹងបាក់យើងអស់ចឹងក្រោយពេលដែលយើងទុកឲ្យវាចុះត្រជាក់វាចាប់ផ្ដើមកករឹងអញ្ចឹងវាកករឹងអញ្ចឹងពេលដែលវាកករឹងវាคล้ายទៅជាសិលាមួយប្រភេទទៀតអញ្ចឹងពេលដែលសិលាហ្នឹងវាពុកផុយវិញវាចាប់តាមទៅជាកំណត់អីផ្សេងទៀតអញ្ចឹងការបង្ហាញពីវត្តសិលាមានប៉ុណ្ណឹង